ការវះកាត់ជោគជ័យហើយបើគាត់ឆ្លងផុតយប់នេះទៅគាត់នឹងលែងអីហើយល្អណាស់ដែលបាននឿដូច្នេះអរគុណច្រើនលោកគ្រូពេទ្យចប់បាត់ទ្រព្យសម្បត្តិអេងលោកគ្រូពេទ្យលីយ៉ាងម៉េចហើយអ្នកនាងរីវចិត្តត្រជាក់សិនបើអ្នកនាងមានរបួសអីលោក Fuller ច្បាស់ជាបារម្ភមិនខានលោកគ្រូពេទ្យប្រាប់ថាជោគជ័យហើយតើអូសំណាងណាស់ខ្ញុំសូមចូលមើលគាត់បានអត់គាត់នៅសន្លប់នៅឡើយទេគ្រាន់តែកុំរំខានគាត់ទៅបានហើយតោះស្រីស្អាតយប់នេះមានប្រុសស្អាតមកលេងច្រើនឯងទំនេរអត់ Leslie តាមទាន់ខ្ញុំលើកមុនខ្ញុំចង់សប្បាយខ្លះដែរតើឯងចូលចិត្តប្រុសរាងកាច់មែនចាំយើងរកអ្នកឡយឲ្យរកអ្នករៀងសង្ហាឲ្យមើលកំសាន្តភ្នែកបន្តិចទៅប្រុសកាច់ Leslie កាច់ជីងនឹងទៀតចាំបាច់ខ្ញុំខ្ជះខ្ជាយលុយធ្វើអីខ្ញុំចង់បានប្រុសរាងទន់ភ្លន់តើតែប្រុសកាច់នៅទីនេះអាចដោះអាវឲ្យឯងមើលបានណាចុះ Leslie ធ្វើបានអត់វះកាត់កំពុងដំណើរការមានរឿងច្រើនណាស់តែត្រូវដោះស្រាយខ្ញុំមិនអាចនៅទីនេះបានទេជួយមើលថែលោក Fuller ផងយប់នេះអ្នកនាងរីវមកដល់ហើយតើនាងអាចមើលថែគាត់បានតែនាងជាអ្នកក្រៅតើអ្នកស្រីនៅទីនេះចុះធ្វើជាប្រពន្ធល្អមិនងាយស្រួលទេអូខេអ្នកនាង Summer ទោះខ្ញុំខាត់ក៏អ្នកនាងមិនស្ដាប់ដែរបើខ្ញុំចង់និយាយសូមទុកពេលឲ្យពួកយើងបន្តិចខ្ញុំដឹងថាឯងមានគម្រោងរៀបការជាមួយវីដើម្បីលុយរបស់គាត់ធ្វើដូចគាត់មិនដែលចំណាយលុយលើឯងអញ្ចឹងកុំធ្វើខ្លួនដូចជាមនុស្សបរិសុទ្ធពេកកុំយកខ្ញុំទៅប្រៀបធៀបនឹងឯងអីរវាងខ្ញុំនិងគាត់គឺមានក្តីស្រឡាញ់ពួកយើងមានសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវរឿងគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យខ្ញុំគិតច្រើនខ្ញុំកំពុងភ្ជាប់ទំនាក់ទំនងជាមួយគាត់ឡើងវិញអញ្ចឹងសូមស្នើសុំលែងលះទៅឯងឈួតមែនប្តីខ្ញុំទាំងមានទាំងសង្ហាហើយមានសាច់ដុំទៀតលែងលះគាត់ហាសហាឯងធ្វើឲ្យខ្លួនឯងមានផ្ទៃពោះហើយបង្ខំឲ្យគាត់រៀបការជាមួយលីស្អប់ឯងណាស់គាត់ប្រាប់ខ្ញុំថាការរៀបការនេះគឺជាការធ្វើទារុណកម្មជំនួសឲ្យការដែលពួកយើងត្រូវរងទុក្ខឯងគួរតែចេញទៅកែតម្រូវបន្តិចណាខ្ញុំមិនបានរងទុក្ខអីទេខ្ញុំរស់នៅយ៉ាងមានក្តីសុខឯងបំផ្លាញក្តីស្រឡាញ់របស់យើងកម្មពៀមានពិតណាវើយអូនបារម្ភពីបងសឹងស្លាប់ទៅហើយបងមិនបានញ៉ាំអីទេសំណាងហើយដែលបងមិនអីជូតទឹកពេងប៉ោះចេញពីមាត់បងទៅនេះទឹករបស់បងអូបងចង់ឲ្យអូនបញ្ចុកមែន Rachel អះបងគិតថាបងកម្រើកលែងរួចហើយ